บសួរពុកម៉ែបងប្អូននេះជាសកម្មភាពដែលពួកខ្ញុំធ្វើការសម្អាតតាមខឿននៅ restaurant នៅ hotel Hyatt Regency វាធ្វើតាមហ្នឹងយើងអាហ្នឹងគេហៅថា high dusting គេមានរបៀបគេតែយើងវាអត់មានអីយើងមានតែប្រើហ្នឹងវាពិបាកកន្លែងហ្នឹងវាពិបាកយករបស់របរឧបករណ៍វាយើងមានតែឧបករណ៍ហ្នឹងយើងប្រើតាមហ្នឹងយើងមានអីប្រើហ្នឹងទៅហើយជូតទៅមកហើយ dusting ជីវិតអ្នកសម្អាតមានតែប៉ុណ្ណឹងអត់មានអីទេនេះខ្ញុំដោះរងនេះចិន្ទើយន្តហើយនេះខ្ញុំដោះភូលផូនហ្នឹងគេអាងទឹកភូលក៏ត្រូវផូនក៏ត្រូវតែគេហ្នឹងនៅនឹងគេហៅផូនបើអាធំគេហៅភូលអានេះអាងទឹកទូចហ្នឹងគេហៅផូនបើក្នុងបន្ទប់គេហៅបាសថាប់អញ្ចឹងណាហើយនេះខ្ញុំដោះរងប្រើ lemon អ៊ីដោះហើយកាត់មកដល់នេះពួកខ្ញុំក៏ high dusting ទៀត high dusting ក្រោយ lobby ខ្ញុំសូវបានឡើងខ្ពស់ទេខ្ញុំបានទៅថតពីក្រោមមកហើយជួយទុកចន្ទើឲ្យគេការងារយកមានប៉ុណ្ណឹងធ្វើមកយកទូភ្លឺរាល់ថ្ងៃបើអ្នកណាខ្លះធ្លាប់ធ្វើការហ្នឹងជួយ recommend ផងត្រូវធ្វើម៉េចដើម្បីឲ្យខ្ញុំបានរៀនសូត្រផងពីអ្នកនរគ្នាណាគេខ្លះដែលធ្លាប់ធ្វើការនៅសន្តាគារព្រោះខ្ញុំអត់មានបទពិសោធន៍ខាងហ្នឹងទេខ្ញុំទំធ្វើការសន្តាគារបាន3ឆ្នាំនេះនេះលើកទី1ដែលគេឲ្យមក high dusting ដោយសារកាលពីមុនខ្ញុំអត់បាននៅខាង PA ទេ public area ទេខ្ញុំនៅបានមួយរយៈតែខ្ញុំក៏គេឲ្យឡើងធ្វើបន្ទប់អញ្ចឹងនេះទំឆ្នាំនេះខ្ញុំចុះមកធ្វើខាង PA វិញខាង deep cleaning អីចឹងណា